ម៉ែជាពាក្យដែលមានអត្ថន័យខ្លឹមសារសំខាន់ខ្លាំងណាស់ចំពោះកូនជាពាក្យដែលពីរោះរំដំលាយឡំផ្សំទៅដោយភាពផ្អែមល្ហែមដែលសាមជ្រុតជ្រាបដកជួបនៅក្នុងដួងចិត្តរបស់កូនពេលណាដែលកូននឹកឃើញដល់ម៉ែសេចក្តីទុក្ខសោកខ្វាយខ្វល់កង្វល់ទាំងឡាយក៏រសាយអស់ពីក្នុងចិត្តរបស់កូនព្រោះម៉ែជាអ្នកមានគុណដ៏ធំក្រៃលែងចំពោះកូនម៉ែជាអ្នកផ្ដល់កំណើតឲ្យកូនម៉ែជាអ្នកឲ្យជីវិតដល់កូនឲ្យនៅក្តីស្រឡាញ់គ្រប់យ៉ាងដល់កូនកូនរស់រៀនមកដល់ថ្ងៃនេះក៏ដោយសារមានម៉ែលំបាកក្នុងការចិញ្ចឹមកូនតាំងពីតូចរហូតដល់កូនធំពេលខ្លះម៉ែសឹងតែគ្មានអ្វីឲ្យកូនបរិភោគព្រោះម៉ែក្រគ្មានទ្រព្យសម្បត្តិដើម្បីចិញ្ចឹមកូនឲ្យបានសុខស្រួលតែម៉ែនៅតែខំប្រឹងប្រែងដោយភាពអំណត់អត់ធ្មត់យ៉ាងក្រៃលែងក្នុងការស្វែងរកអាហារមកចិញ្ចឹមកូនម៉ែហត់នឿយលំបាកខ្លាំងណាស់ទម្រាំតែចិញ្ចឹមកូនបានរស់ដល់ឥឡូវជីវិតរបស់ម៉ែសឹងតែរលត់ផុតពីភពផែនដីលែងបានឃើញពន្លឺថ្ងៃលែងបានឃើញមុខកូនដែលជាដួងចរណៃនៃដួងចិត្តម៉ែក៏អាចថាបានដោយសារម៉ែមានចិត្តល្អចំពោះកូនហ៊ានបូជាជីវិតឥតស្ដាយស្រណោះចំពោះកូននិងហ៊ានធ្វើអ្វីដើម្បីកូនគ្រប់យ៉ាងដូច្នេះហើយទើបម៉ែមានឈ្មោះថាជាព្រះរូបរបស់កូនជាព្រះនៅក្នុងផ្ទះដែលចាំជួយថែរក្សាកូនគ្រប់ពេលវេលាពេលកូនជួបឧបសគ្គនានាកូនតែងបន់ព្រះសំពះទេវតាដទៃឲ្យមកជួយកូនតែកូនបែរជាភ្លេចព្រះមិនរស់នៅជាមួយរាល់ថ្ងៃទៅវិញកូនមិនបានដឹងថាព្រះដែលចាំជួយថែរក្សាកូនរហូតគឺមានតែព្រះនៅក្នុងផ្ទះប៉ុណ្ណោះនោះគឺម៉ែព្រះនៅក្នុងផ្ទះជួយកូនដោយមិនចាំបាច់កូនបន់ស្រន់សែនព្រេនសំពះថ្វាយបង្គំសុំឡើយឲ្យតែម៉ែដឹងថាកូនមានសេចក្តីទុក្ខលំបាកនៅក្នុងជីវិតម៉ែតែងគិតពីកូនរហូតម៉ែពិបាកចិត្តជាងកូនទៅទៀតម៉ែប្រឹងប្រែងរកមធ្យោបាយជួយកូនឲ្យផុតពីសេចក្តីទុក្ខលំបាកនេះហើយគឺជាសន្តានចិត្តព្រះនៅក្នុងផ្ទះរបស់យើងគ្រប់ពេលវេលាម៉ែតែងយកចិត្តទុកដាក់ថ្នាក់ថ្នមកូនទោះបីក្នុងកាលៈទេសៈណាក៏ដោយឲ្យតែម៉ែអាចចិញ្ចឹមកូនរស់គឺម៉ែមិនខ្វល់ឡើយមិនថាក្តៅមិនថារងាម៉ែពុះពីឧបសគ្គដើម្បីបានប្រាក់យកមកចិញ្ចឹមកូនជីវិតរបស់ម៉ែផ្សារភ្ជាប់ទៅដោយជីវិតរបស់កូនពេលកូនឈឺម៉ែក៏ឈឺជាមួយនឹងកូនពេលកូនយំម៉ែក៏យំជាមួយនឹងកូនហើយពេលដែលកូនសប្បាយរីករាយម៉ែក៏សប្បាយរីករាយជាមួយនឹងកូនដែរម៉ែរំសុខរំទុកជាមួយនឹងកូនគ្រប់ពេលវេលាទោះបីជាវេលាថ្ងៃឬក៏វេលាយប់ម៉ែតែងបារម្ភពីសុខទុក្ខកូនជានិច្ចកាលម៉ែមិនទាន់មានកូនម៉ែតែងបារម្ភពីជីវិតរបស់ម៉ែខ្លាចលំបាកខ្លាចនឿយហត់តែពេលដែលម៉ែមានកូនជីវិតរបស់ម៉ែលែងខ្លាចលំបាកនឿយហត់អ្វីទាំងអស់ម៉ែភ្លេចគិតពីជីវិតខ្លួនឯងព្រោះម៉ែរវល់គិតតែពីជីវិតកូនជីវិតរបស់កូនគឺពិតជាសំខាន់ជាងអ្វីទាំងអស់ទោះកូនអាក្រក់ល្អសក៏ម៉ែត្រូវខុសក៏កូននៅទីជាកូនរបស់ម៉ែម៉ែនៅតែស្រឡាញ់កូនមិនប្រែប្រួលឡើយទោះម៉ែស្ថិតក្នុងជីវភាពលំបាកយ៉ាងយ៉ាប់ក្រខ្សត់អត់ឃ្លានដុនដាបខ្លាំងកម្រិតណាក៏ដោយក៏ម៉ែមិនបោះបង់កូនចោលឡើយម៉ែប្រឹងប្រែងចិញ្ចឹមកូនដោយញើសឈាមរបស់ម៉ែរហូតកូនមានជីវិតដល់ថ្ងៃនេះតើកូនដឹងទេថាជីវិតរបស់កូនដែលមានមកដល់ថ្ងៃនេះវាបង្កប់ទៅដោយភាពល្វីងជូរចត់នៅក្នុងជីវិតរបស់ម៉ែយ៉ាងណាខ្លះយើងសាកស្រមៃទៅមើលថាការដែលយើងស្ថិតនៅក្នុងផ្ទៃពោះរបស់ម៉ែក្នុងគ្រានោះតើយើងធ្វើឲ្យម៉ែរងទុក្ខពិបាកដោយសារយើងយ៉ាងណាខ្លះហើយការដែលយើងប្រសូតចេញចាប់ផ្ទៃរបស់ម៉ែតើម៉ែឈឺខ្លាំងប៉ុណ្ណា
ម៉ែរងទុកវេទនាខ្លាចផ្សាប៉ុណ្ណាទម្រាំតែម៉ែចម្លងកូនឲ្យផុតពីសមុទ្រគ្រោះថ្នាក់នេះបានម៉ែសឹងតែខ្លាចជាចំណីរបស់ម៉ាជូរីទៅហើយនេះគឺជារឿងពិតដែលកូនប្រុសស្រីទាំងឡាយមិនអាចបដិសេធបានពីព្រោះអ្នកណាដែលថាមិនធ្លាប់មានម៉ែអ្នកណាដែលថាមិនកើតចេញពីផ្ទៃពោះរបស់ម៉ែគឺមិនមានឡើយដូច្នេះហើយរឿងអីដែលយើងត្រូវបំភ្លេចម៉ែរឿងអីដែលយើងត្រូវធ្វើបាបចិត្តម៉ែធ្វើឲ្យម៉ែលំបាកចិត្តដោយសារយើងព្រោះអ្វីដែលយើងមានរាល់ថ្ងៃនេះគឺជាធ្នូដែលដូរដូចយើងឈាមនិងជីវិតរបស់ម៉ែពាក្យម៉ែមួយម៉ាត់ជាពាក្យយ៉ាងខ្លីពាក្យម៉ែមានន័យសំខាន់ខ្លាំងណាស់ពាក្យម៉ែពីរោះគួរក្រាបសំពះពាក្យម៉ែដូចព្រះឈ្នះមាក្នុងលោកពាក្យម៉ែកូនហៅជារៀងរាល់ថ្ងៃពាក្យម៉ែមានន័យថ្លៃកប់ពពកពាក្យម៉ែជាពាក្យមិនងាយនឹងរកពាក្យម៉ែកូនជ្រោកជំរកសុខសាន្តពាក្យម៉ែកូនហៅកក់ក្ដៅពេចពិតពាក្យម៉ែតែងថិតក្នុងចិត្តគ្រប់ប្រាពាក្យម៉ែជ្រួតជ្រាបពេញចិត្តសន្តានពាក្យម៉ែហៅបានគ្រប់ពេលវេលាពាក្យម៉ែកូនចាំគ្មានថ្ងៃត្រូវភ្លេចពាក្យម៉ែរំលេចដោយព្រមវិហារពាក្យម៉ែដកជួបក្នុងចិត្តគ្រប់គ្នាពាក្យម៉ែគឺជាពាក្យត្រូវចងចាំ